ពីអ្នកឪពុកនឹងកូននេះជាគ្រួសារក្រីក្រមួយនៅក្នុងភូមិឪពុកឈ្មោះថាពូដងចំណែកឯកូនឈ្មោះថាឈើរីសពថ្ងៃពួកគេគ្មានមុខរបរអ្វីធំដុំក្រៅពីដើរសុំទានគេឡើយដោយសារតែបែបនេះឪពុកនិងកូនក៏ពិភាក្សាគ្នារកមុខរបរមួយដើម្បីបានប្រាក់គ្រាន់ចិញ្ចឹមជីវិតទៅថ្ងៃមុខឃ្លានតរៀនដល់ហើយនេះមើលចេះលុយ1លានតែញស៊ីឲ្យឆ្អែតម្ដងមើលអត់មានគិតជួយរកស៊ីអីទេឯងបើកភ្នែកឡើងឃ្លានតរៀនហើយបាយកកនៅពេញឆ្នាំងមិនកោះលិតទៅលិតអីគេបាយកកលិតរាល់តែថ្ងៃហ្នឹងមើលតែមុខខ្ញុំឡើងខ្មៅដូចគូឆ្នាំងអញ្ចឹងចេះតែទ្រាំស៊ីទៅធ្វើម៉េចបើយើងគ្មានលុយបើសិនជាម៉ែនៅរស់ក៏មិនវេទនាដល់ថ្នាក់ហ្នឹងដែរខ្ញុំឥឡូវចង់ឈប់ដើរសុំលុយគេទៀតហើយសុំទានគេតាំងពីនៅដើរស្រាតឥឡូវធំប៉ុណ្ណេះហើយសុំឡើងគេលេងឲ្យលុយអីអញមិនដឹងគួររកស៊ីអីក្រៅពីសុំទានគេហ្នឹងទេបើអត់ចេះអីផងហើយបើនៅតែសុំទានគេបែបនេះរហូតច្បាស់ជាដាច់ពោះស្លាប់មិនខានខ្ញុំមានកំណត់មួយបើព្រមធ្វើតាមខ្ញុំច្បាស់ជាលុយហូរចូលខាប់ដូចទឹកគ្រឿងមិនខានទេហើយឯងមានកំណត់អីអាឈើរីប្រាប់បន្តិចមើលស្រុកយើងឥឡូវសបោអ្នកមានបុណ្យបារមីចូលរូបណាអ្នកខ្លះបារមីសុនអ៊ូខុងអ្នកខ្លះទៀតបារមីគ្រូ80ភាសាមានអីស្រួលរកស៊ីតើមិនម៉ាសេរីធ្វើបារមីនឹងគេដែរទៅជុំមែនតើអាឈើរីតែបារមីធំក៏មានអស់ហើយចុះយើងគួរកាន់បារមីអីបារមី80ភាសាមានហើយបារមីសុនអ៊ូខុងក៏មានហើយដែរនឹកឃើញគឺបារមី Spider-Man អានេះឲ្យអញកាន់បារមី Spider-Man ប្រងឲ្យពីងពីងមកខំដៃអញមែនណាបើខ្លាចពីងពីងមិនបាច់ឲ្យវាខំដៃទេខំពីងពីងវិញតែម្ដងទៅធ្វើមិនក៏បានដែរឲ្យតែមានអ្នកជឿឲ្យរកលុយបានអូខេអញ្ចឹងឆាប់ទៅរៀបចំអាសនៈទៅចាំខ្ញុំថតដាក់ TikTok ឲ្យផ្អើយាយតាតែម្ដងក្រោយពីរកឃើញមុខរបររួចហើយពួកគេក៏បានរត់រះរៀបចំអាសនៈបារមី Spider-Man អញក្តៅអានឹងណាស់នៅផ្ទះចិត្តគ្នាសោះវាហ៊ានធ្វើអញ្ចឹងដាក់អញចាំមើលទៅដល់ដាក់ក្បាយមកវែកហ្មងមីងអាពុំពុយវានៅផ្ទះអត់វានៅតាហើយមានការអីរួចដៃកាន់វែកមកហ្នឹងប្រងអាម៉េចខ្ញុំតែមកសុទ្ធតែមានរឿងធំដុំអាណាអាពុំពុយឆាប់ចេញមកឯងចេញឲ្យលឿនកាន់តែល្អអញក្តៅណាស់ជុំអីគេពូដៃកាន់វែកឆាប្រងបលុចមន់មែនអញកោតឯងដល់នៅផ្ទះចិត្តគ្នាសោះហើយហ៊ានធ្វើចរិតអញ្ចឹងដល់អញទៅកើតធ្វើម៉េចពូខ្ញុំអត់ដឹងអីហងហើយពូខឹងខ្ញុំរឿងអីហើយមិនមើលនេះ story អញខំថតប្រហោះមកស្អាតមិនបានហើយអត់ចុចបេះដូងអញ្ចឹងអីគេមករករឿងខ្ញុំដល់ផ្ទះដោយសារតែខ្ញុំអត់ចុចបេះដូងលើ story ហ្នឹងឯងអញ្ចឹងហ្នឹងហើយមិនដឹងជាអ្នកចិត្តខាងគេបាញ់យកស្អីទេមកសម្បត្តិត្រឹមបេះដូងក៏មិនចុចឲ្យគ្នាដែរអើយពូហើយយកបេះដូងហ្នឹងទៅដាំទឹកផឹកមែនបានខំមែនយកទៅធ្វើអីក៏ដោយសំខាន់ណាបើមិនចុចបេះដូងឲ្យទេហាមចូលមើលហើយបើចូលមើលហើយត្រូវតែចុចបេះដូងឲ្យអញឥឡូវឆាប់ចុចភ្លាមមកចុចរួចហើយគ្រាន់តែអញ្ចឹងសោះក៏មករករឿងដែរលើកក្រោយបើចូលស៊ីនត្រូវតែចុចបេះដូងបានហើយអញទៅសួរអ្នកដែលអត់ចុចបេះដូងទៀតមើលប្លុកចោលហ្មងទៅកុំមកពិបាកពេកគ្រាន់តែអត់ឲ្យបេះដូងសោះក៏មករករឿងឯងដែរបាទបងប្អូននេះគឺជាបារមីលោកគ្រូ Spider-Man បើបងប្អូនណាមានជំងឺដែលព្យាបាលរ៉ាំរ៉ៃមើលមិនជាបងប្អូនអាចមកជួបលោកគ្រូបានធានាថាជាដាច់ផឹងហើយបើបងប្អូនណាមានជាប់ជាពាក់លុយធនាគារគ្មានលុយសងបងប្អូនកុំភ័យមកផ្ទះលោកគ្រូមកធានាថាលោកគ្រូជួយជប់លុយឲ្យបងប្អូនបានរួចពីបំណុលគ្រប់គ្នាណាចំអាពុំពុយមែនអីហើយបារមី Spider-Man ហ្នឹងគេហៅបារមីអីដឹងអីម៉ែមិញថាប្លុក account ពូឈឹមចោលក៏ស្រាប់តែអូសចំវីដេអូហ្នឹងហ្មងទៅហើយបារមី Spider-Man ហ្នឹងគឺបារមីមនុស្សពីងពីងហ្នឹងណាម៉ែ
អញធ្លាប់ឮតែបារមីគ្រូ80ភាសាតែបារមីនេះដូចប្លែកវៃដឹងតែប្លែកហើយម៉ែតែបោកឬមិនបោកយើងមិនដឹងបើឥឡូវសបោគ្រូសឹងអីណែកូនកុំនិយាយអញ្ចឹងគេថាបើមិនជឿកុំប្រមាថហ្នឹងហើយដោយសារតែពាក្យហ្នឹងបានថ្ងៃមុនតដងទឹកតាពាំងយកមកផឹករៀកឡើងបែកវល់ពេញផ្ទះឥឡូវមិនម៉ែចង់តសាក់ទៀតមែនចេះតសាក់ទៅក្រែងលោបានជាហើយបាញ់មិញដូចជាលឺបារមីហ្នឹងជួយដោះបំណុលឲ្យទៀតមិនម៉ាជូនម៉ែទៅជួបគ្រូហ្នឹងតិចទៅណាកូនខ្ញុំជូនបានតែបើមានបញ្ហាដូចលើកមុនអត់មានមកបន្ទោសអ្នកជូនទេណាម៉ែមិនថាអីឯងទេតោះជូនម៉ែទៅជួបបារមី Spider-Man បន្តិចមួយសន្ទុះក្រោយមកអាមិនអាម៉ាទេអាឈើរីមកព្រឹកហើយនេះអត់ទាន់បានមកម៉ួយផងមើលទៅរួចថ្លៃរៀបអាសនៈឬអត់ចាំតិចមើលឪធ្វើកុំបញ្ញាប់ពេកមើលណាលេងរកស៊ីបញ្ញាប់ដូចឪអញ្ចឹងមិនអោយបញ្ញាប់មិនបើអស់លុយទិញកស៊ីទៅហើយថ្ងៃហ្នឹងតើអត់មានម៉ួយចូលទេហែងឲ្យអញដើរសុំទានគេធម្មតាវើយអូយមិនអីទេឪកុំភ័យវីដេអូខ្ញុំបង្ហោះរួចហើយផ្ទុះផ្អើលទាំង TikTok និង Facebook ទៀតចាំមើលបន្តិចទៀតដឹងតែណែនផ្ទះហើយដល់ហើយម៉ែហ្នឹងហើយផ្ទះបារមី Spider-Man កូនឯងនៅចាំនឹងសិនទៅម៉ែចូលទៅជួបលោកគ្រូមិនយូរទេណាអូខេម៉ែរួចបន្តិចទៅមកហើយបានមកម៉ួយហើយអញរៀបរឹកសិនអញ្ចឹងលោកក្មួយហើយនឹងមែនទេលោកគ្រូបារមី Spider-Man ហ្នឹងហើយលោកយាយអញ្ជើញចូលមកជួបលោកគ្រូមានការអីយ៉យលោកគ្រូសំឡេងកាចម្លេះចាខ្ញុំល្បីថាលោកគ្រូមានបារមី Spider-Man ខ្លាំងពូកែទៅថ្ងៃនេះមកជួបលោកគ្រូឲ្យជួយមិនអីទេណាកូនលោកគ្រូមានបារមីកាន់ស័ក្តិសិទ្ធិណាស់ហើយកូនមកពឹងលោកគ្រូឲ្យជួយអ្វីដែរចាលោកគ្រូខ្ញុំអាណែឈឺដៃជាង2ឆ្នាំហើយទៅគ្រូណាក៏មិនជាមកនេះចង់ពឹងលោកគ្រូក្រែងលោកគ្រូជួយឲ្យបានឆាប់ជាពីជំងឺហើយមួយទៀតណែឮថាលោកគ្រូជួយដោះបំណុលកូនចៅបានអញ្ចឹងសូមលោកគ្រូជួយកូនចៅផងណាកុំភ័យព្រួយអីណាមកសម្បត្តិត្រឹមឈឺដៃ2ឆ្នាំអីគ្រាន់តែជាកាកជំងឺទេថ្ងៃមុនមានយាយម្នាក់នោះអត់ដៃអត់ជើងមករកលោកគ្រូឲ្យជួយគ្រាន់តែលោកគ្រូផ្លុំមកផែតដោះដៃដោះជើងមកវិញគ្រប់ទាំងអស់ពូកែមែនលោកគ្រូអញ្ចឹងជួយកូនចៅម្នាក់ផងណាណែនេះជាពីងពីងបុរាណដែលលោកគ្រូចាប់មកកាលពី2លានឆ្នាំមុនកូនយកទៅដាំទឹកផឹកដាក់មួយថ្ងៃមួយក្បាលទៅណាធានាថាជាដាច់ពីជំងឺផឹងតែម្ដងលោកគ្រូអត់មានថ្នាំអីផ្សេងក្រៅពីពីងពីងហ្នឹងទេណែបារមីលោកគ្រូគឺ Spider-Man បើមិនយកពីងពីងធ្វើថ្នាំឲ្យយកអីទៅបើថាអត់ចង់បានទេលោកគ្រូទុកវិញចាយកតាលោកគ្រូហើយណែចុះលោកគ្រូថាជួយដោះបំណុលកូនចៅតើជួយបានមែនឬអត់យើងភ្លេចឥឡូវចូលកូនឯងយកលុយកដាស់ 10000 រៀលដាក់ចូលក្នុងក្អមទៅចាំលោកគ្រូជប់វាឲ្យខ្លាយជា 20000 ឲ្យមើលមែនឬអីលោកគ្រូពិតជាជប់លុយបានមែនឬអត់បើមិនជឿកុំប្រមាថបើឆ្លាតឆាប់ដាក់លុយចូលមកលោកគ្រូជប់ឲ្យមើលចាលោកគ្រូណែខ្ញុំដាក់ 10000 រៀលចាំមើលស័ក្តិសិទ្ធិឬអត់ឆាប់បិទភ្នែកទៅអញ្ចឹងចាំលោកគ្រូសូត្រមន្តអាគម Spider-Man ចូលម៉ាលីសុកាប៉ាត្រៈទីងគួងអូខេបានហើយបើកភ្នែកឡើងហើយឆាប់លុកដៃចូលក្អមនឹងមើលចាអីចំ20000មែនអើយស័ក្តិសិទ្ធិមែននេះលោកគ្រូម៉េចជឿឬមិនជឿឥឡូវជឿលោកគ្រូច្បាស់ប៉ុណ្ណឹងហើយមិនឲ្យជឿមិននេះហើយណែបើសិនជាខ្ញុំចង់ដាក់លុយចូល$10000តើលោកគ្រូអាចជួយជប់ឲ្យបាន$20000បានឬអត់បាន$10000គ្រាន់តែជាកាក់លុយនោះទេ
ថ្ងៃមុនណាលោកគ្រូជួយជប់លុយឲ្យគេបាន$2លានឯណោះគ្រាន់តែលុយកាន់តែច្រើនគឺត្រូវការពេលយូរទើបអាចជប់បានណាអូហើយបើត្រឹម$10000តើត្រូវការពេលប៉ុន្មានដែរលោកគ្រូបើត្រឹម$10000គឺត្រូវការពេល1ថ្ងៃដាក់ថ្ងៃនេះព្រឹកស្អែកអាចមកយកបានណាចាជ្រះថ្លាណាស់ព្រះអង្គអញ្ចឹងកូនចៅសុំផ្ញើលុយ$10000ដាក់ក្នុងក្អមចាំព្រឹកស្អែកកូនចៅមកយកវិញអូខេណាដាក់ចូលក្អមចុះដាក់$10000លោកគ្រូនឹងជប់ឲ្យខ្លាយជា$20000ឲ្យវិញហើយគ្រប់ទឹកហើយប៉ុណ្ណេះអញ្ចឹងខ្ញុំសូមលាលោកគ្រូសិនហើយណាទៅចុះណាកូនចាំព្រឹកស្អែកមកយកលុយវិញមិនណាយឲ្យ$10000ហើយជប់ឲ្យគេមិនបានទៅបើលុយច្រើនយ៉ាងនេះអាណាជប់លុយឲ្យគេមិនទៅឆាប់រៀបចំវ៉ាលីមកអាឈើរីហើយប្រងតាណាមានតាណារត់ចោលស្រុកហ្នឹងហើយ$10000រកណាបានអានេះអូយចំជាគំនិតថោកទាបមែនអូខេតោះលុះស្អែកឡើងដល់ហើយម៉ែឆាប់ចូលទៅខ្ញុំចាំនៅក្រៅហាមិនបានផ្ទះលោកគ្រូចាក់សោអញ្ចឹងអ្នកមករកអីមែនទេគឺខ្ញុំមករកលោកគ្រូ Spider-Man ហ្នឹងណាម្សិលមិញបានជួបលោកគ្រូតែថ្ងៃនេះមិនបានជាចាក់សោផ្ទះអញ្ចឹងលោកគ្រូអីគេផ្ទះហ្នឹងមែនផ្ទះហ្នឹងផ្ទះអាដូងដើរសុំទានគេតើក្រែងគាត់ជាគ្រូបារមី Spider-Man អីបារមីខ្មោចយោស្អីអានឹងដើរសុំទានជាង20ឆ្នាំហើយតែជឿវាដែរម្សិលមិញឃើញពីអ្នកឲ្យកូនវាយកវ៉ាលីឡើងម៉ូតូទៅណាបាត់ហើយចប់ហើយអញងាប់ហើយអ៊ំហើយម្សិលមិញអត់ព្រមជួយប្រាប់ផងទេអញមិនប្រាប់ទេតែល្ងងឲ្យគេបោកអញ្ចឹងហើយអាពុយកូន$10000ខ្ទេចដូចខ្ទឹមកូនហើយកូនអត់មានមកបន្ទោសខ្ញុំទេម៉ែប្រាប់ថាកុំជឿឲ្យរឿងបារមីនឹងពេកប្រយ័ត្នគេបោកឥឡូវបោកមែនហើយកូនហើយកូនតោះជូនម៉ែទៅប្តឹងប៉ូលីសយ៉ាប់ហ្មងប្រាប់មិនស្ដាប់ឥឡូវបារមីស៊ីលុយខ្ទេច